របៀបដោះគ្រឿងប្ដូរក្រង Vivo Y12s បាញ់ទឹកលេខកៅពណ៌ជុំមកហើយយកទៅនប់ screen ចាក់កោះវាពណ៌មកជុំដែរមកចាក់ប្រហើបវាកោះថ្នមជាកៅវាពណ៌មកជុំមកហើយយើងកោះក្នុងក្រោយវាចេញទៅហើយចាប់ផ្ដើមដោះខ្ចៅវាទៅដោះខ្ចៅវាចេញទាំងអស់មកកោះស្នាប់អេក្រង់ដៃទៅនប់អេក្រង់ហើយចាប់ផ្ដើមកោះតាំងកន្លែងជាងស៊ីមមកទាត់កោះក្នុងក្រោយពណ៌មកជុំមកកោះវាចេញមកអញ្ចឹងមកហើយកោះថ្មចេញមួយទៀតដកថ្មចេញតទៅទៀតយើងបកថងនឹងចេញមកដើម្បីយកអេក្រង់ចេញបាញ់ទឹកលេខកៅតិចទៅហើយកោះយកអេក្រង់នឹងអាចារ្យនឹងចេញមកក្រៅមកជាប់កៅសាច់ល្អពេលកោះអេក្រង់ក្រៅចេញហើយអាចារ្យខូចចេញហើយយើងចាប់ផ្ដើមសម្អាតកៅវាមកសម្អាតកៅដុសជ្រះដុសជូតសម្អាតវាស្អាតគ្រប់កន្លែងមកកន្លែងខាងខោមហ្នឹងតទៅដែលយើងសម្អាតវាស្អាតហើយយើងចាប់ផ្ដើមដាក់កៅចូលវិញដាក់កៅទៅនប់អេក្រង់ចូលវិញដាក់វាឲ្យស្មើគ្នាមកពត់បានមកជុំទូរស័ព្ទមកដាក់កៅពត់បានមកជុំទូរស័ព្ទមកពេលយើងដាក់កៅស្អាតហើយយើងចាប់ផ្ដើមយកអេក្រង់ថ្មីមកបកกระดาษស្គុតដែលបិទ feel វាចេញឲ្យអស់ទៅហើយតបទៀតយើងដាក់អេក្រង់ថ្មីចូលទៅស្គុតណាដែលកន្លែងណាត្រូវជាប់យើងត្រូវបកសម្អាតវាចេញឲ្យអស់មកកុំឲ្យវាជាប់ទីកទួលពេលដាក់ទៅវាអត់អាប់ណែនល្អហើយក៏វាកទួលពណ៌សអីចឹងឥឡូវយើងចាប់ផ្ដើមដាក់អេក្រង់ចូលមកសេរីខាងក្រោមឲ្យត្រូវមុនមកក្រោមឲ្យអប់មកសេរីសាមីជើងក្រង់វាវាចុះហោធំពេកយើងសេរីដាក់វាអប់តិចមកមើលថាអប់ហើយយើងចាប់ផ្ដើមសកត់វាពណ៌ជុំមកសកត់វាឲ្យស្មើមកឲ្យឃើញថាវាហត់អប់ស្មើនឹងតួក្រក់តួម៉ាស៊ីនហើយយើងចាប់ផ្ដើមកាប់ជើងក្រង់ចូលទៅកាប់ជើងក្រង់ចូលហើយសេរីរៀបចំវារៀបខ្សែវាស្រួលទៅកុំឲ្យវារបូតពេលខ្លះយើងសេរីខ្សែវាស្រួលធ្វើឲ្យក្រង់នឹងវារបូតជូនទៅរបូតចេញជូនទៅនៅជាប់ពេលយើងសេរីកាប់ឲ្យស្រួលមកយើងដាក់ថ្មចូលមកគ្របទៀតទៅដាក់ថ្មចូលមើលជីថ្មកុំឲ្យមានកងអីដាក់វាចូលស្រួលមកហើយចិច្ចកាប់ថ្មធ្វើមកកាប់ថ្មកាប់ជើងក្រង់មើលកន្លែងណាដែលត្រូវកាប់យើងកាប់ឲ្យស្អាតមកបន្តទៀតយើងយកក្នុងក្រោយមកសម្អាតដីវាចេញសម្អាតដីឲ្យអស់ដែរមកកុំឲ្យមានកតិចដីនៅក្នុងហ្នឹងពេលណាដែលមានកតិចដីនៅក្នុងហ្នឹងវាធ្វើឲ្យទូរស័ព្ទយើងវាជួនកាលលេងសលេងអត់ច្បាស់ជួនកាលទៅថតអត់ច្បាស់អញ្ចឹងទៅមុននឹងយើងដាក់រៀបចំដាក់ឲ្យគេយើងសម្អាតវាឲ្យអស់មកនេះយើងដាក់កណ្ដឹងរោវាដាក់ចូលទៅបូរដីបន្តិចហើយដាក់ចូលទៅកណ្ដឹងរោហើយយើងចាប់ផ្ដើមដាក់តួក្រោយចូលទៅចាប់ផ្ដើមដាក់តួក្រោយចូលមកហើយយើងរៀបចំវាឲ្យត្រូវតាមលំដាប់លំដោយវាមកយើងចាប់ផ្ដើមកាប់វាមកកាប់សបកវាចូលវិញទៅស្កត់វាកាប់ពត់វាមកជុំដែរមកស្កត់វាពត់ឲ្យវាអប់ណែនល្អមកចាប់ផ្ដើមកាប់សបកវាចូលឲ្យអប់ឲ្យអស់ទៅហើយយើងស្រីកន្លែង scan វាឲ្យដៃវាអត់សូវលៀនចេញមកចាប់វាចេញមកមុខបន្តិចឲ្យត្រូវជើងស្នាប់វាលៀនចេញក្រៅមកត្រូវជើងស្នាប់យើងកាប់ជើងស្នាប់វាត្រូវមកតមកយើងចុចបែកវាសាមើលថាវាចេញឯក៏អត់
ហើយយើងតន់ចាប់ខ្ចៅតើយើងកាន់កន្លែងចុចបិទបើកឲ្យសកត់វាតឹងតិចបានវាអាប់ដល់កន្លែងចុចបិទបើកហើយចុចបើកវាចោលសិនមកតទៅទៀតយើងចាប់ផ្ដើមចាប់ខ្ចៅវាចូលបដាទៅចាប់ខ្ចៅវាចូលបដាទៅគ្រប់ទៅក៏គ្រប់កន្លែងដែលយើងត្រូវចាប់នឹងវិញទៅđểចាប់ហើយយើងយកស្ទះក្រោយសម្អាតវាស្អាតដាក់កៅពណ៌មជុំទៀតមកហើយយើងចាប់ដើមដាក់ក្នុងក្រោយចូលវិញទៅរៀបចំផ្គុំទូរស័ព្ទឡើងវិញដាក់ក្នុងក្រោយចូលហើយសេរីស្កតវាអាប់ណែនល្អពណ៌មជុំទៀតមកឃើញថាវាអាប់ណែនល្អហើយយើងចុចបើកធ្វើតេស្តវាសាកមើលទៅចុចវាពុំលេខសាកមើលទៅឃើញថាវាដើរស្រួលហើយវាចិត្តហើយដែរយើងត្រូវអូត screen វាពីលើមួយទៀតបើ feel វាចោលមកយើងដាក់ time screen ឲ្យគេមួយទៀតទៅពេលដែលអូត screen យើងត្រូវមើលកុំឲ្យនៅលើអេក្រង់កុំឲ្យមានជាប់កតិកទួលជាប់ជ័រហើយកៅហើយក៏ជាប់អីមួយបកមកភ្លាមដាក់ភ្លាមអាហ្នឹងវាមិនសូវជាប់អីដាក់ screen ហើយអូវាមិនឆ្នោតមកឲ្យ screen នេះមកហត់ស៊ីខ្យល់ល្អកុំឲ្យវាមានចេញពពុះខ្យល់ហើយប៉ុណ្ណឹងយើងដូរក្រង់ហើយចុចតែភាសាទៀតទៅឃើញថាវាដើរស្រួលហើយយើងចាប់ផ្ដើមយើងហុំកស៊ូវាទៅទុកប្រហែលជា1ម៉ោងវីដេអូក៏ដល់ទីបញ្ចប់ហើយក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះផង